វិនសភៈរស់នៅភូមិពីមរស់ឃុំអ្នកស្មីសាមគ្គីស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺខ្ញុំចាប់កសិកម្មនេះតាំងពីឆ្នាំ2017រហូតមកឥឡូវរបស់ខ្ញុំមុនធ្វើខាងជាងដល់ពេលមានអត្រាទៅខ្ញុំដើរកាន់អត្រាផងធ្វើជាងនៅផ្ទះផងធ្វើតម្រូវការថ្ងៃនេះជួសស្រែហើយចំការស្វាយហើយនឹងឈូសឆាយបរៀបដីស្រែហ្នឹងវាយព្រៃហើយវាយតិចតួចបើសំខាន់ជាងគេស្រែហ្នឹងហ្មងសុខថ្ងៃនេះខ្ញុំមានបទពិសោធន៍ប្រើត្រាក់ទ័រអស់រយៈពេល8ឆ្នាំហើយឥឡូវខ្ញុំក៏ស្គាល់វាច្រើនដែរស្គាល់ថាធ្វើមិនចឹងទៅចេះដឹងពីវាខូចមិនត្រាក់ទ័រខ្លាំងបើស្គាល់វាស្រេចលើអ្នកប្រើអីគេថាខ្លាំងហ្នឹងហ៎តែបើខ្ញុំតាមកាន់ត្រាក់ទ័រមកវា3អត្រាហើយវាស្គាល់ថាអាត្រាក់ម្លាំងខ្លាំងសេះធំហើយតែដល់ពេលអត្រានេះវាសេះធំវារត់នឹងទីប្រេងតិចទៀតព្រោះត្រាក់ទ័រខ្ញុំប្រើចាស់មុនហ្នឹងវាច្រើនតែជួបបញ្ហាពងមុខវាច្រើនតែខូចលែកបត់ជង្គង់ហ្នឹងដល់ពេលប្រើនេះទៅអត់ងាយវាមានជង្គង់បត់ផងវាមានតែវាមានប្រើអង្គុញបត់នោះអាមុនកម្លាំងវាបើចុះដីទឹកដីរាងផុងខ្សោយវារាងឆាប់ដាច់ដង្ហើមត្រាក់ទ័រចាស់មុនហ្នឹងវាយឺតយ៉ាវត្រង់ថាវាបើសិនជាវាខូច2ថ្ងៃទៅ3ថ្ងៃមិនបានធ្វើការវិញហើយចាស់ស្រែក៏យឺតនឹងព្រោះស្រូវដែរព្រោះស្រូវត្រូវព្រោះថ្ងៃនេះហើយបែរលើកថ្ងៃទៅ2 3ថ្ងៃទៀតអញ្ចឹងត្រូវខូចស្រូវពូជគាត់ខឹងហើយសម្រាប់ចិត្តទិញត្រាក់ទ័រថ្មីហ្នឹងព្រោះចាស់វាប្រើយូរដែរហើយវារៀងតែចាស់ទៅដូរសេរីមកប្រើអាថ្មីទៅក៏វាស្រួលជាងមុនលឿនមែនមុនបងសម្រាប់ចិត្តទិញត្រាក់ទ័រ New Holland នេះខ្ញុំឃើញក្នុង Facebook គេផ្សព្វផ្សាយពីត្រាក់ទ័រ Ford ហ្នឹងវាខ្លាំងរុញព្រៃខ្លាំងចុះចកាហើយនឹងជួរស្រែលឿនមុតជ្រៅទៀតខ្ញុំដល់ពេលខ្ញុំសម្រាប់ចិត្តទិញហ្នឹងទៅមុតជ្រៅមែនរត់កម្លាំងវាទប់នឹងស្មើខ្ញុំប្រើសប្តាហ៍នេះ90សេះខ្ញុំសម្រាប់ចិត្តយកអាកៅហ្នឹងព្រោះការងារខ្ញុំវាអត់កំណត់ថាស្រែទេវាមានចកាផងបរៀបដីរុញដីឈូសឆាយដីព្រៃថ្មីខ្លះអញ្ចឹងទៅអញ្ចឹងយកអាកៅទៅវាត្រូវនឹងកម្លាំងរុញព្រៃឡើងចំណុចពិសេសវាចំណុចអាកន្លែងចុចលើកអង្គលអូតូនោះគាត់តែចុចហើយលើកចុចទម្លាក់ធ្លាក់អញ្ចឹងលឿនដល់កន្លែងបត់ហ្នឹងគាត់ចុចឡើងមកផ្លេតមកក្រោយវូអញ្ចឹងអត់យូរដល់ពេលអត្រាមុនប្រៀបធៀបទៅមុនវានៅលើកដៃដូរលេខផងទៅលើកអង្គលផងអញ្ចឹងវាចំណាយពេលលឿននឹងតិចដែរជួយដោះស្រាយបញ្ហាច្រើនណាស់ពីមុនស្ទះឥឡូវអត់ស្ទះទេដាក់តាគេហៅទៅថាថ្ងៃហ្នឹងដឹងបានថ្ងៃហ្នឹងបើសិនជាមុនតែហៅថ្ងៃហ្នឹងបើត្រូវខូចហ្នឹងស្អែកទៅបានទៅតែនេះអត់ទេហៅថ្ងៃហ្នឹងដឹងបានថ្ងៃហ្នឹងបាទត្រាក់ទ័រ New Holland នេះប្រើស្រួលមុខទៅក្រោយស្រួលហើយរុញបានដីទៅហ្មងវាអត់មានថារុញហើយយើងនៅអួលម៉ាស៊ីនអីលើកអីតែយើងលើកដីវាត្រូវធ្លាក់ខ្លះហើយតែនេះអត់លើកយើងសុករុញសុកចិត្តដីហៀចេញហ្មងនៅទៅលឿនដីមកប៉ែលវាសឹងថាដូចថាយើងមកញាត់មួយម៉ាត់ទៅឆ្អែតហ្មងត្រាក់ទ័រ New Holland ហ្នឹងពេញចិត្តវាដោយសារវាថាធានាកម្លាំងខ្លាំងហើយបើជួលឿនទៀតបត់បែនលឿនទីទៅគាត់ថាទៅមុខដាក់មកក្រោយមកហ្មងអូសាច់ដែកផាលតាំងពីប្រើមកដែរមានបញ្ហាអីផងនៅដែរងំដែរហើយវាចកោតបើថាសេរីតូចជាងហ្នឹងសេះតូចជាងហ្នឹងអត់ដឹងទេបើថាសេរីកៅនេះចកោតអាចទាញមកចិត្តខ្លួនក៏បានដែរវាអាចទម្លាក់ឡើងចុះបានបើកៅអីយើងរុញទៅមុខទៅក្រោយបានទុនរឹងបានទៀតយកស្វវាចំណែកត្រាក់ទ័រសេរីក្រោយនេះមានកន្លែងសាកថ្មដែរហើយស្រួលបើថាចង់សាកថ្មញាត់ថាសម្រាប់សាកទៅសាកមួយថ្ងៃពេញក៏មិនបាច់ភ័យរឿងអស់ថ្មដែរមានថ្មអីថ្មទូរស័ព្ទចំណែកកសិករបើគេពេញចិត្តថាបើសិនតែធ្វើមួយគ្នាមានក្រុមហ្នឹងគេច្រើនចាំខ្ញុំជាងគេចូលចិត្តថាត្រាក់ធំអញ្ចឹងទៅរុញលឿនត្រាក់ក្រុមខ្ញុំ3តែឲ្យទៅដើរជាមួយគ្នាគេចាំខ្ញុំពីរទៀតជួមួយនេះមករុញមកហើយរុញលឿនជាងដូចថារុញដីយ៉ាងមកប៉ែលហ្នឹងដីស្រែត្រូវមកជួផា7ហ្នឹងមកប៉ែលឲ្យវាស្មើហ្នឹងស្មើទៅហ្មងវាអត់មានលើកគឺលាក់អីទេកន្លែងអូតូផាលវាកន្លែងវាមាន2ឆ្កឹះលេខឆ្កឹះអង្គវាហ្នឹងថាលេខចុះបើសិតតែលេខអាតាមមកជួរហ្នឹងវាមានអាក្រហមហ្នឹងសម្រាប់លើកមកពាក់កដាលទៅវាអាចទប់នឹងអង្គវាបានទៀតយើងទម្លាក់ទៅនៅប៉ុណ្ណឹងហើយបើសិនជាមុតប៉ះអីហ្នឹងវាញ័រខ្លួនវាងើបឡើងខ្លួនវាប៉កទៅមុខទៀតបើឲ្យផ្លាស់ប្ដូរពី New Holland អត់ទាន់បាច់ចិត្តទេនៅប្រើនឹងឡើយព្រោះឥឡូវពងថាគឺថាដាក់ចិត្តលើវាឡើយពងពេញចិត្តលើកម្រងចង់បានមួយទៀតដែរព្រោះការងារឥឡូវវាច្រើនដល់ស្រែនៅពេលស្រែដល់ពេលចុះដល់ដៅវាចុះធ្វើអត់ទាន់ដល់ពេលធ្វើអត់ទាន់ស្ដាយការងារខាងនោះនឹងស្ដាយការងារមែនការងារធ្វើអត់ទាន់គេទួលគេទៅខាតការងារមានតែមកដៅផង
រៈសំខាន់ខ្ញុំរងថ្ងៃលើ tractor ULN នេះសំខាន់ខ្លាំងព្រោះមុខរបរខ្ញុំបដោតទៅលើនឹងហ្មងវាអាចជួយរកចំណូលបានស្រួលជាងមុនវាមិននិយាយខូចតែការងារដឹងទៅដឹងបានលុយវិញ tractor ULN នេះជាផលិតផលរបស់អាមេរិកនាំចូលដោយក្រុមហ៊ុនអង្គរគ្រីនប្រាប់ដល់អ្នកចង់ទិញចង់ប្រើប្រាស់អត្រាក្រោយបើសិនជាចង់បានអត្រាប្រើស្រួលខ្លាំងហើយលឿនមាន ULN ព្រោះ ULN កម្លាំងវាខ្លាំងហើយបើរត់វាអាចទប់កម្លាំងវាអត់ឲ្យធ្លាក់ដល់ធ្លាក់យ៉ងដល់ថ្នាក់អលុតទេវាអាចនៅស៊ូទៅមុខទៅបីថាដង្ហើមវានៅគឿមវានៅទៅដែរនឹងយើងអាចស្រួលនឹងពេលយើងជួរហើយលុតនឹងមិនស្រួលទេតែកម្លាំងនេះរត់ទៅនឹងល្អតែថាចង់បាន ULN នេះកម្លាំងស្រួលរត់ស្រួលហ្មង